បងប្អូនណាខ្លះកាលនៅតូចៗឲ្យតែលឺគេជីកង់លក់នំប៉័ងដឹងតែរត់ទៅរកមាត់ទ្វារហើយគឺថាបើសិនជាទិញឲ្យញ៉ាំរាល់ថ្ងៃក៏ញ៉ាំដែរទោះជាលើធំហើយក៏នៅតែចូលចិត្តនំប៉័ងឃើញតែនំប៉័ងជារូបរាងទ្រវែងថ្ងៃនេះក៏នឹកឃើញចង់កែច្នៃទៅជារូបរាងប្លែកៗហើយក៏ច្នៃបានជារូបរាងផ្ការំដួលបែបនេះមួយម៉ូតទៀតក៏ច្នៃទៅជារូបរាងបូតែម្ដងគ្រឿងផ្សំគឺយើងប្រើទឹកចំនួន60ក្រាមទឹកដោះគោស្រស់ចំនួន60ក្រាមស្ករសចំនួន2ក្រាមមេនំប៉័ងចំនួន4ក្រាមកូរចូលគ្នាឲ្យរាងរលាយបន្តិចបន្ទាប់មកគឺយើងដាក់ម្សៅចូលដែលយើងធ្វើការរែងគឺយើងប្រើម្សៅមីចំនួន200ក្រាមបន្ថែមអំបិលចំនួន2ក្រាមប៊ឺសាបចំនួន10ក្រាមហើយធ្វើការលាយម្សៅរបស់យើងទាល់តែចូលគ្នាឲ្យបានសព្វល្អបន្ទាប់មកគឺយើងគ្របវាទុករយៈពេល40នាទីបន្ទាប់ពីម្សៅរបស់យើងបានឡើងល្អហើយគឺយើងចាប់ផ្ដើមធ្វើការលុញម្សៅរបស់យើងកាត់ជាដុំដើម្បីធ្វើការលុញជារូបរាងនំប៉័ងរបស់យើងគឺយកជារូបរាងផ្កាក៏ដូចជារូបរាងបូដំបូងគឺយើងធ្វើការលុញឲ្យរាងមូលបន្ទាប់មកយើងសង្កត់ឲ្យរាងសំប៉ែតកាត់នំជាចំហៀងបែបនេះដាក់សាច់បាក់យ៉ុងចូលហើយបត់ជាផ្នត់បែបនេះសង្កត់ជាយវាដើម្បីឲ្យវាបានជាប់ល្អបន្តបត់វារហូតទាល់តែអស់ម្សៅស្នូលផ្ការបស់យើងគឺបានរួចរាល់ហើយយើងចាប់ផ្ដើមទៅបន្តធ្វើជាមួយនឹងស្រទាប់ផ្កាដែលយើងត្រូវយកទៅធ្វើជាមួយបណ្ដូផ្កាដែលយើងធ្វើមិញហ្នឹងសង្កត់សាច់ម្សៅរបស់យើងឲ្យរាងសំប៉ែតហើយគឺយើងចាប់ផ្ដើមកាត់ជារូបរាងស្រទាប់ផ្កាបែបនេះរួចរាល់គឺយើងធ្វើការផ្គុំចូលគ្នាបន្ទាប់មកក៏យើងចាប់ផ្ដើមយកស្នូលផ្ការបស់យើងដាក់ពីលើច្បិចវាចូលគ្នាបែបនេះធ្វើការលុញជារូបរាងញាប់ដៃបន្តិចបើសិនជាយើងធ្វើយូរពេកនៅពេលដែលយើងយកនំទៅដុតហ្នឹងនំរបស់យើងគឺអត់សូវឆ្ងាញ់នោះទេចូលមកដល់វិធីធ្វើរូបរាងជាបូវិញម្ដងគឺយើងឆូតពីឆ្នូតទន្ទឹមគ្នាបែបនេះហើយក៏ឆូតបន្តបន្ទាប់ដោយដែលនាងខ្ញុំបានបង្ហាញជូននំប៉័ងរបស់យើងនៅពេលដែលយើងធ្វើរូបរាងវារួចរាល់ហើយត្រូវគ្របទុករយៈពេល15នាទីទើបយើងយកទៅដុតអញ្ចឹងសម្រាប់រូបរាងជាបូក៏រួចរាល់ហើយដែរយើងក៏មិនភ្លេចជាមួយនឹងពងមាន់ផ្នែកក្រហមលាយជាមួយនឹងទឹកដោះគោមួយស្លាបព្រាបាយដើម្បីធ្វើការលាបជាមួយនឹងប៉័ងរបស់យើងដែលធ្វើការទុក15នាទីប៉ុន្តែសម្រាប់រូបរាងផ្កាគឺយើងត្រូវឆូតដើម្បីឲ្យចេញជារូបរាងផ្កាកាន់តែស្អាតទើបយើងធ្វើការលាបជាមួយនឹងពងមាន់ធ្វើការដុតកម្ដៅ210ទៅ220អង្សារយៈពេល20ទៅ25នាទីនំប៉័ងរបស់យើងគឺបានឆ្អិនរួចរាល់ហើយគឺថាក្លិនឈ្ងុយខ្លាំងមែនតែនសូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាមែនតែនដែលតែងតែតាមដានវីដេអូរបស់នាងខ្ញុំជូនពរសុខភាពល្អទាំងអស់គ្នាណាជួបនាងខ្ញុំនៅវីដេអូក្រោយៗទៀតជម្រាបលាបាយបាយ